សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបលក់ទំនិញនៅក្នុងសកល POS ចាប់ពីការជ្រើសរើសទំនិញរហូតដល់ការបោះពុម្ពវិក័យប័ត្រដំបូងអ្នកអាចជ្រើសរើសទំនិញដោយចុចនៅលើអេក្រង់ឬប្រើឧបករណ៍ Scan Barcode ដើម្បីបន្ថែមទំនិញចូលទៅក្នុងកន្ត្រកបន្ទាប់មកពិនិត្យមើលទំនិញនិងចំនួនលុយសរុបរួចចុចគិតលុយបន្ទាប់មកទៀតជ្រើសរើសមធ្យោបាយទូទាត់ឧទាហរណ៍ការទូទាត់ជាសាច់ប្រាក់បញ្ចូលចំនួនទឹកប្រាក់ដែលអតិថិជនបានបង់ហើយសកល POS និងគណនាប្រាក់អាប់ជូនដោយស្វ័យប្រវត្តិយើងក៏អាចមើលជាប្រាក់រៀលឬក៏ដុល្លារបានផងដែរនៅពេលបញ្ចប់ការទូទាត់សូមចុច complete ប្រព័ន្ធនឹងរក្សាទុកការលក់ហើយអ្នកអាចបោះពុម្ពវិក័យប័ត្រជូនអតិថិជនបានភ្លាមៗត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះអ្នកអាចបញ្ចប់ការលក់បានយ៉ាងលឿនត្រឹមត្រូវនិងមានភាពងាយស្រួលជាមួយសកល POS